អ្នកទាំងអស់គ្នាណាគេដូចខ្ញុំខ្លះនិយាយទៅគឺខ្ញុំគេងមើល TikTok សុកខ្ញុំក៏និយាយទៅអូអត់ផុតហ្មងអារឿងភ្លើងឆេះក្លឹបក្រោមដីហ្នឹងណាគ្នាយ៉ាខ្ញុំអូថ្ងៃណាក៏ឃើញដែរហើយខ្ញុំកម្រងទៅមើលតាំងពីថ្ងៃ20នៅតែគ្នាថ្ងៃគេចាក់ត្បូងប៉ុន្តែខ្ញុំអត់មានគ្នាទៅមើលហើយខ្ញុំសឹងថាប្រពន្ធម៉ាក់ទៅដែរនិយាយទៅពេលហ្នឹងខ្ញុំប្រពន្ធម៉ាក់ទៅមើលប៉ុន្តែខ្លះចាំថ្ងៃហ្នឹងម៉ាក់គាត់រវល់ដែរក៏អត់បានទៅមើលវិញហើយពីមួយថ្ងៃទៅមួយថ្ងៃគឺពិតជាចង់ទៅមើលប៉ុន្តែអត់ដឹងថាប្រពន្ធណាគេភីច្រើនសឹកតែគេរវល់ទៅពេលថ្ងៃហ្នឹងស្លន់របៀបសម្រាប់ចិត្តភ្លាមអូ TikTok ឃើញចូលចាំយូរចាចូលទៅឆែកនៅក្នុង app ហើយពីម៉ូតូមួយប្អូនខ្ញុំពីរនាក់គឺទៅមកអ្នកគ្នាអត់ខ្វល់ម៉ោងយប់អីនិយាយទៅគឺថាអស់លុយកាត់យប់អីចឹងណាបងប្អូនគ្នាហ្នឹងហើយបងប្អូនគ្នាខ្ញុំប្រាប់រឿងមួយស្លន់ទៅមកខ្ញុំងុំចាមកអត់មានលៀបអីណាគ្នាទៅទាំងសៀនមកស្អីក៏លៀបដែរបែរតែមកហើយទាញអាវក្រៅអូម៉ូតូត្រយអ្នកគ្នាដោយសារតែខ្លាចរឿងគេចាក់ចោលអ្នកគ្នាពួកដែលសារខ្ញុំទៅមើលហ្នឹងគឺម៉ោង7:40នាទីគេចាក់អញ្ចឹងណាអ្នកគ្នាប៉ុន្តែមិនមែនគេចាក់ភ្លាមទេពេលចូលទៅដល់ប៉ុន្តែគាត់តែថាដោយសារពេលទៅដល់ហ្នឹងក៏ខ្ញុំរៀង late ដែរហើយវាចូលជាម៉ោង8អ្នកគ្នាជិះពីផ្ទះទៅ10នាទីតែឡើងដើរឡើងទិញ popcorn ផ្សេងៗរបស់អ្នកគ្នានៅគ្នាខ្ញុំនឹងជប់និយាយឲ្យខ្លាចបងប្អូននឹងធុញសម្លេងរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំមកដាក់វីដេអូរឿងទាំងអស់ឲ្យអ្នកគ្នាមើលតែអត់បានទាំងអស់វាថាអត់បានសាច់រឿងពេញទេអ្នកគ្នាដោយសារតែនៅក្នុងហុងកុនអ្នកដែលធ្លាប់ទៅមើលហុងកុនដឹងហើយគឺគេឲ្យថតទេហើយខ្ញុំលួចថតអ្នកគ្នាយ៉ាខ្ញុំដាក់កាត់ឲ្យអ្នកគ្នាមើលសម្លេងស៊ីនអីចឹងណាខ្ញុំភ្ជាប់បញ្ចូលសម្លេងឲ្យខ្លាចបងប្អូននឹងធុញវីដេអូរបស់ខ្ញុំអញ្ចឹងណាយ៉ាអញ្ចឹងកុំឲ្យខាត់ពេលយូរតោះចូលទៅមើលវីដេអូយើងទាំងអស់គ្នា let's go review ខ្ញុំអីចឹងមានគាត់ម្នាក់យកក្តៅណាមកហូបដល់ឥឡូវខ្ញុំនៅតែសួរថាហេតុអីតាអត់ដឹងថាយើងទៅបានចម្លើយមកពីណាបានត្រឹមតែពាក្យសំណួរថាហេតុអីបានយកបងប្អូនខ្ញុំទៅចឹងបើតាមខ្ញុំមិនដឹងវាសោកខ្លាំងណាស់អីក៏មិនយកខ្ញុំទៅមកយកខ្ញុំទៅនឹងអីមកណាខ្លួនធ្វើជាអាណាឯងចង់បានអីពីពួកគេហ្នឹងហើយបងប្អូនគ្នានិយាយទៅគឺកន្លែងនេះគឺវគ្គចាប់ផ្ដើមដុតបាឡាកាំង2ឲ្យ
ព្រីហ្នឹងអញ្ចឹងណាបងប្អូនគ្នាប៉ុន្តែខ្ញុំអត់បានថតឲ្យអ្នកគ្នាមើលទៀតទេខ្ញុំថតបានតែកន្លែងដុតកន្លែងហ្នឹងហើយគឺខ្ញុំជប់ថតតែដោយសារតែខ្ញុំជាប់មើលដែរហើយតែមួយទៀតគេអត់សូវឲ្យកាន់ទូរស័ព្ទទេយើងលួចថតអញ្ចឹងវារៀងពិបាកដែរអញ្ចឹងទៅខ្ញុំក៏ថតបានប៉ុណ្្នឹងដាក់ឲ្យអ្នកគ្នាមើលអញ្ចឹងណាគ្នាបើសិនជាបងប្អូនគ្នាចង់មើលសាច់រឿងពេញអាចទៅមើលនៅរោងកុនបានទៅគឺអញនិយាយបានថាល្អមើលប៉ុន្តែគាត់ទៅថាភាគច្រើនអ្នកដែលទៅមើលគឺខ្ញុំគិតថាប្រហែលជាដូចខ្ញុំហីគឺគាត់ចង់ដឹងសាច់រឿងអ្នកខ្លះដូចជាខ្ញុំអញ្ចឹងខ្ញុំអត់ដឹងព័ត៌មានកាលពី2ឆ្នាំ20ពី2ឆ្នាំ20 2021អ្នកគ្នាថាមានរឿងហ្នឹងកើតឡើងចំពោះគ្រួសារសពមែនតែនអញ្ចឹងណាអ្នកគ្នាប៉ុន្តែនិយាយទៅដល់តែគេយកមកថតជាសាច់រឿងហើយយកមកចាក់ក្នុងរោងកុនទើបខ្ញុំបានដឹងពីរឿងអស់ហ្នឹងអញ្ចឹងអ្នកគ្នាទៅគឺខ្ញុំអត់ដឹងហើយខ្ញុំក៏ចង់ទៅមើលហ្នឹងព្រោះតែចង់ដឹងសាច់រឿងគេមិនអញ្ចឹងណាអ្នកគ្នានិយាយទៅវាពិបាកទូយកដែរសម្រាប់គ្រួសារសពអីចឹងណាអ្នកគ្នានិយាយទៅបើសម្រាប់ខ្ញុំក្នុងរឿងហ្នឹងគឺរឿងហ្នឹងបើល្អមើលគឺខ្ញុំរ៉េតឲ្យ7 លើ 10ចឹងណាអ្នកគ្នាប៉ុន្តែបើសិនជាសាច់រឿងហ្នឹងគឺភាគច្រើនអ្នកនរគ្នាប្រកាសជាដូចខ្ញុំហីភាគច្រើនគឺមិនសំខាន់ថាទៅដល់ល្អមើលប៉ុណ្ណាសំខាន់គឺចង់ដឹងពីសាច់រឿងថាកាលពី2021ហ្នឹងគឺកើតទស្សនវិជ្ជាពេលដែលរឿងពិតនៅក្នុងឆាកជីវិតរបស់ពួកគាត់ហ្មងគឺវាជួបរឿងប្រទេសអីខ្លះចឹងណាខ្ញុំគិតថាអ្នកគ្នាប្រកាសចង់ដឹងកន្លែងហ្នឹងដូចខ្ញុំដែរហើយរឿងថាល្អមើលមិនល្អមើលហ្នឹងគឺវាមិនសំខាន់ទេហើយអ្នកគ្នាបើស្នាប់តួវិញគឺខ្ញុំរ៉េតឲ្យបងមួយដែលតួឈ្មោះពិសីហ្នឹងគឺគាត់និយាយទៅតួផ្សេងៗក៏គាត់កែលេងឲ្យតែអារម្មណ៍បានល្អខ្លាំងមែនតែគាត់ថាខ្ញុំរ៉េតឲ្យបងដែលឈ្មោះដើរតួជាបងពិសីហ្នឹងគឺគាត់លេងបានល្អខ្លាំងមែនតែខ្ញុំរ៉េតឲ្យ10 លើ 10បងអ្នកគ្នានិយាយទៅគឺគួតខ្លាំងមែនតែមិនថាទឹកមុខនិងកាយវិការរបស់គាត់សម្លេងរបស់គាត់និយាយទៅគឺគាត់លះហើយគឺរៀបហើយរៀបថាគឺអ្នកគ្នាគឺគួតខ្លាំងមែនតែ10 លើ 10បងអ្នកគ្នាហ្នឹងហើយអ្នកគ្នានិយាយទៅអានេះគឺស្នាប់ខ្ញុំឯណាគឺខ្ញុំរ៉េតគាត់10 លើ 10អញ្ចឹងបងអ្នកគ្នាចង់ដឹងសាច់រឿងពេញបងគ្នាអាចទៅមើលបានហើយបងគ្នាអាចរ៉េតតាមអារម្មណ៍ដែលបងគ្នាមើលអញ្ចឹងណាបងគ្នាហ្នឹងហើយបងគ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងគ្នានឹងចូលចិត្តហើយកុំភ្លេចជួយចុច like and subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងណាហើយកុំភ្លេចជួយ follow TikTok and page របស់ខ្ញុំម្នាក់មួយផងជាពិសេស Instagram អ្នកគ្នាកុំភ្លេចជួយទៅ follow របស់ខ្ញុំម្នាក់មួយផងណា Thank you bye bye love you